នេះមនីនាថមិនហ៊ានរៀបការព្រោះមានបន្ទុកធ្ងន់និងមានតម្រូវការខ្ពស់ពីខាងប្រុសខណៈពេលដែលតារាសម្ដែងនីមនីនាថត្រៀមខ្លួនត្រឡប់មកកាន់វិស័យសម្ដែងឡើងវិញស្រាប់តែនាងបង្ហើបប្រាប់ថាខ្លួនមិនហ៊ានរៀបការទេដោយសារតែនាងមានតម្រូវការខ្ពស់ប៉ុន្មានថ្ងៃនេះតារាសម្ដែងនីមនីនាថបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីនាងបានបញ្ចេញនូវរូបភាពមង្គលការមួយសន្លឹកឲ្យអ្នកគាំទ្របានឃើញហើយម្នាក់ៗបានគិតថានាងពិតជារៀបការមែនចំពោះរឿងនេះត្រូវបានតារាសម្ដែងនីមនីនាថបញ្ជាក់ប្រាប់ថានាងមិនបានរៀបការទេរូបថតនោះគ្រាន់តែជាការថតរឿងខ្លីតែប៉ុណ្ណោះសម្រាប់អាជីពសម្ដែងនាងនឹងវិលត្រឡប់មកកាន់វិស័យនេះឡើងវិញក្នុងពេលឆាប់ៗខាងមុខតែប្រសិនបើផលិតករណានៅតែពេញចិត្តនឹងចង់ឲ្យនាងថតនាងនឹងទទួលថតដោយមិនប្រកាន់ឡើយស្របពេលដែលត្រៀមខ្លួនត្រឡប់មកកាន់វិស័យសម្ដែងវិញតារាសម្ដែងនីមនីនាថក៏បានបង្ហើបប្រាប់ផងដែរថានាងមិនមានគម្រោងរៀបការក្នុងពេលឆាប់ៗនេះទេទី1ដោយសារតែនាងមានប្រវត្តិឈឺចាប់ម្ដងរួចមកហើយទី2នាងមានគ្រួសារឪពុកម្ដាយប្អូនដែលស្ថិតនៅក្នុងបន្ទុកសប្តាហ៍ថ្ងៃនេះនាងមានបន្ទុកធំណាស់នៅក្នុងគ្រួសារប្រសិនបើរៀបការរួចតើខាងប្រុសអាចគ្រប់គ្រងនៅអ្វីដែលនាងកំពុងរ៉ាប់រងនេះទេនេះហើយជាមូលហេតុដែលនាងពិបាកក្នុងការសម្រេចចិត្តរៀបការចោលគ្រួសារទោះបីជាមិនទាន់សម្រេចចិត្តដឹកដៃគូស្នេហ៍ចូលរោងការនីមនីនាថនៅតែអះអាងថាទំនាក់ទំនងនាងនិងបុរសខ្មែររស់នៅប្រទេសអូស្ត្រាលីនៅតែល្អដូចដើមគ្រាន់តែមិនទាន់ឈានដល់ថ្ងៃរៀបការប៉ុណ្ណោះ